សូមស្វាគមន៍មកកាន់ Channel ពិភពរឿងនិទានរបស់យើងខ្ញុំក្នុងឱកាសរាត្រីនេះខ្ញុំបាទក៏សូមលើកយករឿងនិទានដែលតាក់ទងជាមួយនឹងបារមីគ្រូបាធ្យាយទេវតាដែលថែរក្សាមនុស្សលោកភាគទី4ខ្ញុំសង្ឃឹមថាទស្សនិកជនប្រហែលជាបានស្ដាប់នៅភាគ2និងភាគ3រួចហើយបើអស់លោកអ្នកមិនទាន់បានស្ដាប់នៅភាគ2ឬភាគ3ទេក៏សូមចូលទៅក្នុង Channel របស់ខ្ញុំបាទដើម្បីទស្សនានិងស្ដាប់នៅភាគទាំងនោះឲ្យកាន់តែច្បាស់និងដឹងសាច់រឿងឲ្យកាន់តែពិតប្រាកដក្នុងភាគទី4នេះតើនឹងមានអ្វីកើតឡើងក៏សូមរីករាយស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅសេចក្តីសន្យារបស់ម្ដាយតើកូនដឹងទេថាហេតុអ្វីម្ដាយរបស់កូនបាត់ពីលោកមនុស្សសំឡេងនោះនៅតែវិលជុំវិញចិត្តរបស់ក្មេងប្រុសគេក៏ឈរស្ងៀមគ្រូកំណើតក៏និយាយថាកុំស្ដាប់វាប៉ុន្តែក្មេងប្រុសមិនរត់ទេគេក៏បែរទៅរកគ្រូកំណើតរួចគេក៏សួរលោកគ្រូខ្ញុំចង់ដឹងការពិតខ្ញុំមិនចង់រស់ជាមួយនឹងសំណួរនេះទៀតទេខ្ញុំចង់ដឹងថាម្ដាយខ្ញុំជាអ្នកណាហេតុអ្វីបានជាគាត់បាត់ទៅគ្រូក៏ដកដង្ហើមយឺតក្រោយមកគាត់ក៏និយាយថាបានដល់ពេលដែលកូនគួរដឹងហើយភ្លាមនោះពន្លឺមួយក៏បើកឡើងនៅកណ្ដាលបន្ទប់រូបភាពអតីតកាលក៏លេចឡើងនៅជ័យភូមិដ៏តូចមួយនៅយប់ដែលមេឃកំពុងពោពេញទៅដោយផ្កាយស្ត្រីម្នាក់កំពុងកាន់ទារកតូចម្នាក់នាងគឺជាម្ដាយរបស់ក្មេងប្រុសនៅពីមុខរបស់នាងមានទេវតាមួយអង្គកំពុងតែឈរនាងក៏និយាយថាខ្ញុំមិនដឹងថាថ្ងៃអនាគតនឹងទៅជាយ៉ាងណាទេប៉ុន្តែខ្ញុំដឹងថាលោកមនុស្សកំពុងតែផ្លាស់ប្ដូរទេវតាក៏សួរអ្នកខ្លាចអ្វីនាងក៏មើលទៅទារករួចក៏និយាយថាខ្ញុំខ្លាចថាថ្ងៃណាមួយកូនរបស់ខ្ញុំនឹងភ្លេចថាខ្លួនឯងគឺជាអ្នកណាខ្ញុំខ្លាចថាសំឡេងរបស់ពិភពលោកនឹងខ្លាំងជាងសំឡេងនៅក្នុងចិត្តរបស់គេពេលនោះទេវតាក៏ស្ងាត់ស្ត្រីម្នាក់នោះក៏បន្តបើថ្ងៃណាមួយកូនខ្ញុំវង្វេងសូមជួយរំលឹកគេឲ្យស្គាល់ខ្លួនឯងវិញផងទេវតាក៏លើកដៃឡើងពន្លឺដ៏ស្រទន់មួយគ្របដណ្ដប់លើទីរក់ទេវតាក៏និយាយថាខ្ញុំនឹងមិនរស់ជំនួសគេទេខ្ញុំនឹងមិនជ្រើសរើសជំនួសគេទេប៉ុន្តែខ្ញុំនឹងនៅទីនោះនៅពេលគេចាប់ផ្ដើមភ្លេចផ្លូវម្ដាយរបស់ក្មេងប្រុសក៏ញញឹមទាំងទឹកភ្នែករួចក៏និយាយថានោះគ្រប់គ្រាន់ហើយរូបភាពក៏ចាប់ផ្ដើមស្រអាប់ក្មេងប្រុសក៏បន្តសួរហើយចុះបន្ទាប់មកគ្រូកំណើតក៏មិនឆ្លើយរូបភាពក៏លេចបន្តមេឃនៅយប់នោះស្រាប់តែមានពពកខ្មៅដ៏ចម្លែកខ្យល់ក៏បក់ខ្លាំងចង្កៀងនៅក្នុងផ្ទះក៏រលត់ម្ដងមួយម្ដាយក្មេងប្រុសកាន់ទារកជាប់នឹងទ្រូងនៅខាងក្រៅក៏មានសំឡេងមួយស្រែកហៅអនុញ្ញាតឲ្យយើងចូលនាងក៏ឆ្លើយ
ខ្ញុំមិនអនុញ្ញាតទេសំលេងនោះក៏សើចយើងមិនចាំបាច់ឲ្យអ្នកអនុញ្ញាតទេយើងគ្រាន់តែត្រូវការឲ្យអ្នកខ្លាចនាងក៏បិទទ្វារហើយអង្គុយកាន់ទារកនៅជ្រុងផ្ទះស្រាប់តែមានមេអំបៅពណ៌សមួយហោះចូលតាមបង្អួចបន្ទាប់មកមេអំបៅមួយទៀតក៏ហើរចូលហើយក៏មានមេអំបៅរាប់រយកំពុងតែហោះចូលពន្លឺតូចៗរាប់រយក៏ចាប់ផ្ដើមភ្លឺពេញផ្ទះម្ដាយទារកក៏សម្លឹងមើលពួកវារួចក៏និយាយថាអ្នកមកហើយមេអំបៅពណ៌សក៏និយាយយើងមិនអាចនៅទីនេះបានយូរទេប៉ុន្តែយើងអាចនាំអ្នកទៅកន្លែងដែលវាមិនអាចតាមបាននាងកាន់ទារកហើយក៏ដើរតាមពន្លឺពួកគេក៏ដើរដល់ព្រៃមួយនៅកណ្ដាលព្រៃមានទ្វារថ្មចាស់មួយម្ដាយក៏សួរនេះជាកន្លែងណាមេអំបៅក៏ឆ្លើយទីជំរករបស់អ្នកដែលកំពុងគេចពីសំណាញ់អន្តការនាងក៏បែរទៅទារកអញ្ចឹងខ្ញុំត្រូវចូលមែនទេមេអំបៅក៏ស្ងាត់បន្ទាប់មកក៏និយាយអ្នកអាចចូលបានប៉ុន្តែអ្នកអាចនឹងមិនត្រឡប់មកវិញបានទេនាងមើលទារកហើយក៏ញញឹមបើអាចការពារកូនខ្ញុំនឹងចូលនាងបោះជំហានចូលទៅក្នុងទ្វារពន្លឺមួយក៏បញ្ចេញឡើងហើយនាងក៏បាត់ទៅក្មេងប្រុសមើលរូបភាពទាំងអស់ទឹកភ្នែកក៏ហូរចុះរួចក៏និយាយថាអញ្ចឹងមានន័យថាម្ដាយខ្ញុំមិនស្លាប់ទេគ្រូកំណើតក៏ស្ងាត់សំឡេងពីក្នុងភាពងងឹតក៏សើចឥឡូវកូនចាប់ផ្ដើមយល់ហើយម្ដាយរបស់កូននៅមានជីវិតប៉ុន្តែគាត់នៅក្នុងកន្លែងមួយសូម្បីតែគ្រូកំណើតរបស់កូនក៏មិនអាចចូលបានក្មេងប្រុសក៏ងាកទៅរកគ្រូលោកគ្រូវានិយាយតើពិតទេគ្រូបិទភ្នែករួចក៏និយាយបាទពិតណាស់ក្មេងប្រុសក៏ភ្ញាក់ផ្អើលហេតុអ្វីលោកមិនប្រាប់ខ្ញុំគ្រូក៏ឆ្លើយយឺតព្រោះម្ដាយរបស់កូនបានសុំខ្ញុំកុំឲ្យប្រាប់កូនរហូតដល់កូនអាចស្គាល់ការពិតដោយមិនឲ្យការឈឺចាប់បញ្ជាចិត្តក្មេងប្រុសក៏សួរតើគាត់ចង់ឲ្យខ្ញុំធ្វើអ្វីគ្រូក៏ឆ្លើយគាត់មិនបានសុំឲ្យកូនទៅជួបគាត់ទេគាត់សុំឲ្យកូនរៀនរស់ដោយមិនខ្លាចជាអ្វីដែលសំណាញ់ចង់បានកុំស្អប់អ្នកដែលធ្វើឲ្យកូនឈឺចាប់កុំគិតថាខ្លួនឯងខ្ពស់ជាងអ្នកដទៃកុំឲ្យការភ័យខ្លាចធ្វើជាអ្នកសម្រេចជំនួសកូនហើយគ្រូនិយាយឃ្លាមួយយ៉ាងច្បាស់ព្រោះមនុស្សដែលឈ្នះខ្លួនឯងបានមិនងាយនឹងធ្លាក់ក្នុងសំណាញ់របស់អ្នកដទៃឡើយស្រាប់តែភាពងងឹតនៅចុងបន្ទប់ក៏ចាប់ផ្ដើមរលាយបុរសម្នាក់ក៏ដើរចេញពីស្រមោលគេមិនមែនជាបិសាចគេក៏មើលទៅឃើញប្រុសហើយក៏និយាយអ្នកចង់ជួបម្ដាយរបស់អ្នកតើមែនទេក្មេងប្រុស
ក៏ស្ទាក់ស្ទើរបុរសនោះក៏លើកដៃទ្វារមួយក៏បើកនៅខាងក្រោយទ្វារក៏មានពន្លឺមួយដ៏ស្រទន់ហើយក៏មានសំឡេងស្រីម្នាក់និយាយឡើងកូនក្មេងប្រុសក៏ភ្ញាក់ផ្អើលរួចក៏ស្រែកហៅម៉ែសំឡេងនោះក៏បន្តចូលមកកូនបុរសនោះក៏សើចឮហើយមែនទេម្ដាយរបស់អ្នកកំពុងហៅអ្នកហើយមេអំបៅពណ៌សក៏ស្រែកឡើងភ្លាមទេនោះមិនមែនជាសំឡេងរបស់ម្ដាយកូនទេក្មេងប្រុសក៏ឈប់គ្រូកំណើតក៏សម្លឹងទៅបុរសនោះហើយក៏និយាយទីបំផុតអ្នកក៏បង្ហាញខ្លួនបុរសនោះក៏សើចយូរហើយដែលខ្ញុំរងចាំប៉ុន្តែខ្ញុំមិនបានមកយកកូនរបស់អ្នកទេគេក៏បែរទៅរកក្មេងប្រុសខ្ញុំមកសុំឲ្យគេជ្រើសរើសដោយខ្លួនឯងក្មេងប្រុសក៏សួរជ្រើសរើសអ្វីបុរសនោះក៏ចង្អុលទៅទ្វារដែលកំពុងតែមានពន្លឺចូលទៅជួបម្ដាយអ្នកគេក៏ចង្អុលទៅទ្វារមួយទៀតនៅពីក្រោយទ្វារនោះមានពន្លឺពណ៌សចូលទៅស្វែងរកការពិតថាហេតុអ្វីម្ដាយរបស់អ្នកសុខចិត្តបាត់ខ្លួនដើម្បីការពារអ្នកក្មេងប្រុសក៏មើលទៅទ្វារទាំងពីរមេអំបៅពណ៌សក៏និយាយកុំប្រញាប់ជ្រើសរើសព្រោះទ្វារមួយក្នុងចំណោមទ្វារទាំងពីរមិននាំទៅរកម្ដាយរបស់កូនទេក្មេងប្រុសឈរនៅកណ្ដាលបន្ទប់នៅពីមុខគេមានទ្វារពីរទ្វារខាងឆ្វេងបញ្ចេញពន្លឺដ៏ស្រទន់ពីខាងក្នុងក៏មានសំឡេងស្ត្រីម្នាក់ស្រែកហៅកូនមករកម្ដាយមកទ្វារខាងស្ដាំបញ្ចេញពន្លឺពណ៌សប៉ុន្តែគ្មានសំឡេងអ្នកណាហៅប៉ុន្តែមានអារម្មណ៍ដូចជាកំពុងប្រាប់ថាចូលមកបើកូនចង់ដឹងការពិតក្មេងប្រុសក៏សម្លឹងទៅទ្វារទាំងពីរមេអំបៅពណ៌សក៏ហើរមកក្បែរគេកូនតើកូនចង់ឲ្យខ្ញុំប្រាប់ថាតើទ្វារណាជាទ្វារត្រឹមត្រូវតាមមែនទេខ្ញុំមិនអាចជ្រើសរើសជំនួសកូនបានទេក្មេងប្រុសក៏សួរហេតុអ្វីព្រោះនេះជាអ្វីដែលគ្រូកំណើតមិនអាចធ្វើបានគ្រូអាចការពារអាចប្រមានអាចបង្ហាញផ្លូវប៉ុន្តែការជ្រើសរើសចុងក្រោយគឺត្រូវតែជារបស់កូនក្មេងប្រុសក៏សម្លឹងទៅទ្វារទាំងពីរម្ដងទៀតសំឡេងពីទ្វារខាងឆ្វេងក៏កាន់តែច្បាស់កូនម៉ែរងចាំកូនយូរហើយកូនមិនចង់ជួបម៉ែមែនទេក្មេងប្រុសមានអារម្មណ៍ចង់តែរត់ទៅរកពេលនោះគេក៏ចាប់ដើមបោះជំហានមួយជំហានពីរជំហានភ្លាមនោះគ្រូកំណើតក៏និយាយកូនចូលកូនសួរខ្លួនឯងមួយសំណួរក្មេងប្រុសក៏ឈប់សំណួរអ្វីតើកូនកំពុងទៅរកម្ដាយរបស់កូនឬក៏កំពុងទៅរកអ្វីដែលកូនចង់ឮក្មេងប្រុសនោះក៏ឈរស្ងៀមសំឡេងម្ដាយនៅខាងមុខក៏ស្រាប់តែស្ងាត់ក្មេងប្រុសក៏បែរទៅរកទ្វារពណ៌សដែលគ្មានសំឡេងហៅគេ
គ្មានការសន្យាគ្មានការបង្ហាញថាខាងក្នុងមានអ្វីគ្រាន់តែភាពស្ងប់ស្ងាត់បុរសក្នុងស្រមោលក៏និយាយឃើញទេទ្វារនោះគ្មានអ្វីទេវាមិនផ្ដល់អ្វីឲ្យអ្នកទេក្មេងប្រុសក៏សួរហើយចុះទ្វារខាងឆ្វេងបុរសនោះក៏ញញឹមទ្វារនោះនឹងផ្ដល់នៅអ្វីដែលអ្នកចង់បានបំផុតក្មេងប្រុសក៏សម្លឹងមើលទៅបុរសនោះរួចក៏និយាយនោះហើយជាអ្វីដែលធ្វើឲ្យខ្ញុំសង្ស័យស្នាមញញឹមរបស់នោះក៏បាត់គ្រូកំណើតក៏និយាយថាអ្វីដែលល្អវាតែងតែមិនផ្ដល់នៅអ្វីដែលយើងចង់បាននោះទេពេលខ្លះសេចក្តីពិតនឹងធ្វើឲ្យយើងឈឺចាប់ប៉ុន្តែការឈឺចាប់ពីការទទួលស្គាល់ការពិតប្រសើរជាងការរស់នៅក្នុងការបោកបញ្ឆោតក្មេងប្រុសក៏សួរអញ្ចឹងទ្វារពណ៌សគឺជាទ្វារពិតគ្រូក៏មិនឆ្លើយខ្ញុំមិនអាចប្រាប់កូនបានទេព្រោះបើខ្ញុំប្រាប់ការជ្រើសរើសនោះនឹងលែងជារបស់កូនហើយក្មេងប្រុសក៏ដើរទៅកណ្ដាលបន្ទប់គេមិនបើកទ្វារមួយណាឡើយផ្ទុយទៅវិញគេក៏ចាប់ផ្ដើមអង្គុយចុះខ្ញុំនឹងមិនជ្រើសរើសដោយការភ័យខ្លាចខ្ញុំនឹងមិនជ្រើសរើសដោយសារតែចង់បានអំណាចខ្ញុំនឹងមិនជ្រើសរើសព្រោះតែមានអ្នកណាម្នាក់ប្រាប់ថាខ្ញុំជាមនុស្សពិសេសខ្ញុំនឹងជ្រើសរើសអ្វីដែលខ្ញុំជឿថាត្រឹមត្រូវបន្ទាប់ពីខ្ញុំបានពិចារណាភ្លាមនោះទ្វារទាំងពីរក៏ចាប់ផ្ដើមរំជួយពេលនោះទ្វារខាងឆ្វេងក៏ចាប់ផ្ដើមប្រេះពន្លឺក៏คล้ายទៅជាពន្លឺពណ៌ខ្មៅសំឡេងដែលធ្លាប់ហៅកូនក៏ប្រែទៅជាសំឡេងដ៏ត្រជាក់ឯងមិនហ៊ានស្ដាប់ខ្ញុំក្មេងប្រុសក៏បើកភ្នែករួចក៏និយាយអ្នកមិនមែនជាម្ដាយរបស់ខ្ញុំទេសំឡេងនោះក៏ស្រែកតើឯងដឹងយ៉ាងដូចម្ដេចក្មេងប្រុសក៏ឆ្លើយព្រោះម្ដាយរបស់ខ្ញុំគាត់មិនដែលបង្ខំឲ្យខ្ញុំជ្រើសរើសអ្វីដែលគាត់ចង់បានឡើយសំឡេងនោះក៏ស្ងាត់ហើយទ្វារពណ៌ខ្មៅក៏បិទដោយខ្លួនឯងក្មេងប្រុសក៏ដើរទៅមុខដៃរបស់គេក៏ទៅប៉ះនៅលើទ្វារពណ៌សទ្វារក៏បើកនៅក្នុងទ្វារគ្មានបិសាចគ្មានស្រមោលគ្មានអំណាចអស្ចារ្យមានតែផ្លូវព្រៃតូចមួយនៅចុងផ្លូវមានផ្ទះតូចមួយក្មេងប្រុសក៏សម្លឹងមើលផ្ទះនេះមេអំបៅពណ៌សក៏និយាយយ៉ាងស្ងប់ស្ងាត់វាជាផ្ទះដែលម្ដាយរបស់កូនធ្លាប់នៅមុនពេលដែលកូនកើតក្មេងប្រុសក៏ដើរទៅមុខនៅក្នុងផ្ទះមានតុឈើចាស់មួយនៅលើតុក៏មានសំបុត្រមួយគ្មានឈ្មោះអ្នកសរសេរមានតែពាក្យនៅក្នុងសំបុត្រសម្រាប់កូនរបស់ខ្ញុំនៅថ្ងៃដែលគេចាប់ផ្ដើមស្វែងរកការពិតក្មេងប្រុសក៏យកសំបុត្រដៃរបស់គេក៏ញ័រពេលដែលគេបើកវាប៉ុន្តែមុនពេលអានភ្លើងនៅក្នុងផ្ទះក៏រលត់ក៏ស្រាប់តែមានសំឡេងមនុស្សដើរពីខាងក្រោយក្មេងប្រុសក៏ងាកក្រោយ
ស្រាប់តែឃើញស្ត្រីម្នាក់ឈរនៅក្បែរមាត់ទ្វារក្មេងប្រុសមើលមុខនាងមិនច្បាស់ទេស្ត្រីនៅមាត់ទ្វារក៏និយាយយ៉ាងទន់ភ្លន់កូនម៉ែរងចាំកូនយូរហើយក្មេងប្រុសស្ទើរតែរត់ទៅរកនាងប៉ុន្តែមេអំបៅពណ៌សក៏ស្រែកពីក្រោយឈប់សិនមេអំបៅក៏ហោះមកជិតស្ត្រីនោះវាក៏មើលនាងមួយសន្ទុះបន្ទាប់មកមេអំបៅក៏ចាប់ដើមភ័យមិនអាចទៅរួចទេក្មេងប្រុសក៏សួរតើជាអ្វីមេអំបៅក៏និយាយតិចនាងពិតជាម្ដាយរបស់កូនក្មេងប្រុសក៏ភ្ញាក់ផ្អើលរួចក៏ស្រែកម៉ែប៉ុន្តែមេអំបៅក៏និយាយពាក្យមួយទៀតថាប៉ុន្តែនាងមិនមែនជាមនុស្សដែលកូនគួរទៅរកទេពេលនោះស្ត្រីនោះក៏សម្លឹងមកក្មេងប្រុសទឹកភ្នែកក៏ចាប់ដើមហូរជោគថ្ពាល់រួចក៏និយាយកូនកុំជឿពួកគេមិនបានប្រាប់កូនទេថានាងក៏ងាកទៅរកជ្រុងទីងងឹតនៃផ្ទះម៉ែសុខចិត្តចាក់ចេញពីកូនដើម្បីលាក់អ្វីមួយពីទេវតាទាំងអស់ក្មេងប្រុសក៏ស្ងាត់មេអំបៅពណ៌សក៏ស្រែកកុំឲ្យនាងនិយាយបន្តប៉ុន្តែវាយឺតពេលទៅហើយព្រោះស្ត្រីនោះបាននិយាយឃ្លាចុងក្រោយព្រោះអាចកំបាំងដែលម៉ែលាក់ទុកគឺអាចបំផ្លាញសំណាញ់អន្តការទាំងមូលបានពាក្យរបស់ម្ដាយនៅតែវិលជុំវិញចិត្តរបស់ក្មេងប្រុសគេក៏សម្លឹងមើលនាងម៉ែតើអាចកំបាំងនោះជាអ្វីម្ដាយក៏មិនឆ្លើយភ្លាមទេនាងក៏មើលទៅមេអំបៅពណ៌សដល់ពេលហើយមេអំបៅក៏ស្ងាត់ម្ដាយក៏និយាយយឺតពួកវាមិនខ្លាចដាវលំពេងទេពួកវាមិនខ្លាចទេវតាខ្លាំងណាទេហើយក៏មិនខ្លាចមនុស្សដែលមានអំណាចដែរក្មេងប្រុសក៏សួរអញ្ចឹងពួកវាខ្លាចអ្វីម្ដាយក៏មើលមករកគេពួកវាខ្លាចមនុស្សដែលស្គាល់ចិត្តខ្លួនឯងមនុស្សដែលអាចនិយាយពាក្យថាទេទៅកាន់អ្វីដែលខុសមនុស្សដែលមិនឲ្យកំហឹងការលោភលន់និងភាពភ័យខ្លាចទឹកនាំព្រោះមនុស្សបែបនេះមិនងាយឲ្យសំណាញ់ចាប់ចងបានទេក្មេងប្រុសក៏សួរតើសំណាញ់អន្តការកើតពីអ្វីម្ដាយក៏ឆ្លើយវាមិនត្រូវបានត្បាញចេញពីខ្សែទេវាត្រូវបានត្បាញចេញពីការភ័យខ្លាចការចង់បានការច្រណែនការចង់ឲ្យអ្នកដទៃទទួលស្គាល់ខ្លួននិងការជឿជាក់ថាខ្លួនឯងពិតជាពិសេសជាងគេក្មេងប្រុសក៏ស្ងប់ស្ងាត់ម្ដាយក៏បន្តពេលមនុស្សប្រគល់ចិត្តរបស់ខ្លួននឹងអារម្មណ៍ទាំងនេះសំណាញ់ក៏ចាប់ផ្ដើមត្បាញចេញខ្សែដោយខ្លួនឯងក្មេងប្រុសក៏ស្រក់ទឹកភ្នែកបើម៉ែដឹងការពិតនេះហេតុអ្វីម៉ែមិនប្រាប់មនុស្សទាំងអស់ម្ដាយក៏ញញឹមទាំងសោកសៅព្រោះការពិតដែលមនុស្សមិនទាន់ត្រៀមចិត្តទទួលអាចคล้ายជាអាវុធបានមនុស្សខ្លះអាចយកវាទៅប្រើដើម្បីអះអាងខ្លួនឯងថាជាមនុស្សដែលកំពុងតែជ្រើសរើស
ហើយក៏បានបង្កើតសំណាញ់ថ្មីមួយទៀតក្មេងប្រុសក៏ចាប់ដើមយល់សូម្បីតែការនិយាយអំពីសច្ចធម៌ក៏អាចប្រើផ្លូវខុសបានស្រាប់តែពន្លឺមួយក៏ភ្លឺពេញផ្ទះគ្រូកំណើតក៏បានដើរមកដល់គាត់ក៏ឈរមើលម្ដាយរបស់ក្មេងប្រុសយូរមួយសន្ទុះគាត់ក៏និយាយខ្ញុំរងចាំថ្ងៃនេះយូរហើយម្ដាយក៏ឆ្លើយខ្ញុំក៏ដូចគ្នាក្មេងប្រុសក៏សម្លឹងមើលទៅអ្នកទាំងពីរលោកគ្រូតើអ្នកទាំងពីរស្គាល់គ្នាតាំងពីមុនមែនទេគ្រូក៏ឆ្លើយមិនត្រឹមតែស្គាល់ទេខ្ញុំជាអ្នកដែលសន្យាជាមួយម្ដាយកូនថាខ្ញុំនឹងការពារកូនដល់ថ្ងៃនេះក្មេងប្រុសក៏សួរបើគ្រូមានអំណាចហេតុអ្វីគ្រូមិនការពារម៉ែខ្ញុំបានគ្រូក៏ស្ងាត់បន្ទាប់មកក៏និយាយព្រោះនាងមិនបានសុំឲ្យខ្ញុំការពារនាងទេនាងសុំឲ្យខ្ញុំការពារកូនក្មេងប្រុសក៏សម្លឹងម្ដាយក៏ញញឹមទាំងទឹកភ្នែករួចក៏និយាយម៉ែជ្រើសរើសផ្លូវរបស់ម៉ែហើយកូនត្រូវរៀនជ្រើសរើសផ្លូវរបស់កូនភ្លាមនោះសំឡេងរំពងមួយលាន់ចេញពីខាងក្រៅធ្វើឲ្យញ័រដីមេអំបៅនិងឃ្មុំតូចហោះចូលពេញផ្ទះមេអំបៅពណ៌សក៏ស្រែកពួកវារកឃើញកន្លែងនេះហើយគ្រូកំណើតក៏មើលទៅខាងក្រៅមេឃកំពុងតែប្រែទៅជាពណ៌ខ្មៅស្រមោលរាប់រយកំពុងតែហុំព័ទ្ធព្រៃស្រមោលមួយក៏ដើរចេញពីក្រុមរបស់ពួកវាក៏និយាយថាប្រគល់ក្មេងប្រុសមកគ្រូកំណើតក៏ឆ្លើយហេតុអ្វីព្រោះគេកំពុងតែរៀនស្គាល់ចិត្តខ្លួនឯងពេលនោះស្រមោលក៏បន្តបើគេរៀនបានចប់សម្លាញ់របស់យើងនឹងបាត់បង់អំណាចទៅលើមនុស្សជាច្រើនក្មេងប្រុសក៏សួរហេតុអ្វីអ្នកខ្លាចមនុស្សស្គាល់ចិត្តខ្លួនឯងស្រមោលក៏ស្ងាត់បន្ទាប់មកវាក៏ឆ្លើយព្រោះមនុស្សដែលស្គាល់ខ្លួនឯងនឹងមិនងាយឲ្យអ្នកណាគិតជំនួសគេទេពេលនោះម្ដាយក៏ដើរមកក្បែរក្មេងប្រុសរួចក៏និយាយថាចូលចងចាំណាកូនគ្រូកំណើតអាចបង្ហាញផ្លូវទេវតាអាចការពារមនុស្សល្អអាចជួយគ្នាប៉ុន្តែគ្មានអ្នកណាអាចរស់ជំនួសជីវិតរបស់កូនបានទេដូច្នេះកុំស្វែងរកអ្នកដែលប្រាប់កូនថាជាតួឯកចូលស្វែងរកអ្វីដែលធ្វើឲ្យកូនខ្លាយជាមនុស្សល្អជាងម្សិលមិញពេលនោះក្មេងប្រុសក៏យំរួចក៏និយាយថាខ្ញុំបានយល់ហើយម៉ែភ្លាមនោះនៅលើមេឃក៏មានពន្លឺមួយធ្លាក់ចុះពន្លឺនោះមិនមែនចេញពីទេវតាមិនមែនចេញពីគ្រូកំណើតវាចេញពីមនុស្សនៅក្នុងភូមិមនុស្សម្នាក់កាន់ចង្កៀងបន្ទាប់មកមានមនុស្សទី2មនុស្សទី3មនុស្សទី4មនុស្សរាប់រយកំពុងតែកាន់ពន្លឺជាច្រើនគ្រូកំណើតក៏ញញឹមនេះហើយជាកន្លែងទី7ក្មេងប្រុសក៏សួរមនុស្សទាំងអស់គ្នាគ្រូក៏ឆ្លើយបាទមិនមែនមនុស្សណាម្នាក់ទេប៉ុន្តែការជ្រើសរើសរបស់មនុស្សជាច្រើនដែលមិនព្រមឲ្យភាពងងឹតគិតជំនួសពួកគេពេលនោះស្រមោលក៏ចាប់ផ្ដើមថយក្រោយមេដឹកនាំស្រមោលក៏ស្រែកបញ្ឈប់ពន្លឺទាំងអស់នោះភ្លាមស្រមោលរាប់រយក៏សម្រុកចូលទៅក្នុងភូមិប៉ុន្តែពន្លឺតូចៗនៅក្នុងភូមិកាន់តែភ្លឺហើយក៏មិនមានអ្នកណាវាយប្រយុទ្ធគ្នាឡើយ
គ្មានអ្នកណាប្រើអំណាចអស្ចារ្យគ្រាន់តែជ្រើសរើសមិនធ្វើអំពើអាក្រក់ភ្លាមនោះសំណាញ់ខ្មៅនៅលើមេឃក៏ចាប់ផ្ដើមប្រេះមេអំបៅពណ៌សក៏សម្លឹងទៅលើផ្ទៃមេឃសំណាញ់ក៏ចាប់ផ្ដើមរហែកគ្រូកំណើតក៏បែរមុខទៅរកភ្នំដ៏ឆ្ងាយមុខរបស់គាត់ក៏ស្រាប់តែប្រែជាធ្ងន់ធ្ងរក្មេងប្រុសក៏សួរលោកគ្រូតើមានអ្វីកើតឡើងគ្រូក៏ឆ្លើយយ៉ាងស្ងប់ស្ងាត់សំណាញ់មួយកំពុងរហែកប៉ុន្តែសំណាញ់ធំជាងគេទើបតែភ្ញាក់ឡើងនៅលើផ្ទៃមេឃពពកខ្មៅក៏ចាប់ផ្ដើមបែកនៅពីក្រោយពពកខ្មៅលេចឡើងព្រះច័ន្ទពណ៌ក្រហមមួយហើយសំឡេងមួយដែលធំជាងសំឡេងស្រមោលទាំងអស់ក៏បានលាន់ឡើងអ្នកគិតថាអ្នកអាចរំដោះមនុស្សលោកបានហើយឬទស្សនិកជនជាទីមេត្រីដែលកំពុងតែស្ដាប់រឿងដ៏ជក់ចិត្តនេះខ្ញុំបាទក៏សូមស្លេះតែត្រឹមនេះភាគបន្ទាប់គឺជាភាគបញ្ចប់នៃរឿងគ្រូកំណើតចូលរងចាំមើលនៅពេលមនុស្សត្រូវបានជ្រើសរើសរវាងសេចក្តីពិតនិងអ្វីដែលខ្លួនចង់បាននឹងមានអ្វីកើតឡើងនោះកុំភ្លេចតាមដានទស្សនានៅភាគបន្ទាប់គឺជាភាគបញ្ចប់សូមចុច Subscribe និងបើករូបកណ្ដឹងទុកដើម្បីទទួលការជូនដំណឹងភ្លាមៗនៅពេលវីដេអូចេញផ្សាយសូមអរគុណសូមជម្រាបលា